របៀបឆាខ្ញីឲ្យមានរសជាតិឆ្ងាញ់ញ៉ាំទៅជក់មាត់តោះចង់ដឹងពីរបៀបធ្វើអត់តោះចូលទៅមើលទាំងអស់គ្នាចង់ដឹងថាខ្ញុំធ្វើរបៀបម៉េចធ្វើឲ្យខ្ញីនឹងឆ្ងាញ់អត់ហឹរមុននឹងយកខ្ញីនឹងទៅឆាគឺខ្ញុំយកវានឹងទៅលាងទឹកបន្ទាប់ពីខ្ញុំលាងទឹករួចហើយហ្នឹងគឺខ្ញុំយកវាមកឆាឲ្យស្ពូនសិនបន្ទាប់ពីខ្ញុំឆាឲ្យស្ពូនហើយយើងក៏ទុកមួយឡែកសិនឥឡូវនេះយើងក៏ទៅធ្វើការកញ្ច្រាំកន្ទឹមសរបស់យើងសិនឥឡូវនេះខ្ញុំបានកញ្ច្រាំខ្ទឹមសរួចហើយបន្ទាប់មកទៀតខ្ញុំក៏ធ្វើការហាន់សាច់ចឹងអ្នកនរគ្នាឥឡូវហ្នឹងគឺខ្ញុំហាន់សាច់រួចហើយបន្ទាប់មកខ្ញុំក៏បានយកវាទៅលាងរួចហើយដែរឥឡូវហ្នឹងយើងក៏ធ្វើការចាក់ចានទៅដើម្បីបំពងខ្ទឹមរបស់យើងនឹងឲ្យក្រហមបន្ទាប់ពីខ្ទឹមក្រហមហើយខ្ញុំក៏ធ្វើការចាក់សាច់ជ្រូកយើងចូលហើយសាច់ជ្រូកហ្នឹងខ្ញុំឆារហូតទាល់តែសាច់ជ្រូកហ្នឹងក្រៀមឥឡូវសាច់ជ្រូករបស់យើងបានក្រៀមហើយបន្ទាប់មកយើងក៏ធ្វើការផ្សំគ្រឿងមានខ្ញុំក៏ធ្វើការដាក់ទឹកត្រីមុនគេដើម្បីកុំឲ្យសាច់យើងនឹងខ្លោចហើយយើងបន្ទាប់មកទៀតក៏ធ្វើការដាក់ស្ករដាក់ប៊ីចេកនិងអំបិលនិងប្រេងខ្យងបន្ទាប់មកខ្ញុំក៏បានធ្វើការកូរគ្រឿងនឹងឲ្យសព្វឲ្យចូលជាតិអ្នកទាំងអស់គ្នាបន្ទាប់មកខ្ញុំក៏ធ្វើការចាក់ទឹកមួយវែកបន្ទាប់មកទៀតខ្ញុំក៏ធ្វើការទុកទឹកនឹងឲ្យពុះបន្តិចមកចាំយើងចាក់ថ្ងៃដែលយើងបានឆាមកនឹងចូលទៅហើយយើងក៏តែចម្អិនតិចគឺបានហើយអ្នកទាំងអស់គ្នាឆាខ្ញីរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងហើយវីដេអូរបស់ខ្ញុំដល់ទីចុងហើយបាយបាយ